អីយ៉ាចេញមកមានផ្លែចេកផ្លែអីស្លោអីហ្នឹងឬក៏យកចេកទៅញ៉ាំចាមិនយកទៅញ៉ាំធម្មតាទេគឺយកទៅស្លញ៉ាំថ្ងៃនេះផងដែរគឺខ្ញុំស្លកកូស្គរនេះគឺខ្ញុំទិញបន្លែគេតែកាពីងដូងទេសមប៉ុន្មានទៀតគឺបេះកលឹងជុំវិញផ្ទះបានឡើងមួយឆ្នាំងធំឯណោះមើលតែក្នុងវីដេអូទៅក៏ដឹងដែរហើយសមមួយដងអញ្ចឹងគឺខ្ញុំឡើងបេះស្លឹកចេះពេលព្រលឹមឡើងមើលតែមេឃថ្ងៃទៅតែល្ងាចបើខ្ញុំស្លព្រលឹមឡើងគឺស្លអីផ្សេងអញ្ចឹងណាចាបានស្លឹកចេះហើយនេះគឺជាកាពីងដូងដែលយើងទិញមុនហ្នឹងហើយល្ងាចឡើងមេឃព្រៀងធ្លាក់និយាយពីថាត្រជាក់ល្វឹងតែម្ដងបន្ទាប់ពីមេឃរៀងភ្លៀងហើយគឺដល់វគ្គហៅពូទឿចាហើយគាត់ជួយធ្វើការបេះចេកនិយាយពីខ្នងគាត់សិតតែមោះហ្មងពួកគាត់ចង់បន្លែងជាមួយនឹងមោះរដូវវស្សាចាបានចេះរៀបរាល់ហើយងាយម្នេះម្ទេសចាប់ផ្ដើមក៏ដាក់បងលោកអាឡូគាត់ល្អម៉ងអាខ្លះទៅក៏ទុំចាហើយនេះចេកដែលខ្ញុំបានចិត្តមុនហ្នឹងហើយយើងមានសាច់ជ្រូកមានខ្ទឹមមានអង្ករលេងអញ្ចឹងទៅខ្ជិលក្លុកអង្ករលេងអញ្ចឹងគូទើគាត់បុកទៅហើយនេះជាបន្លែរបស់ខ្ញុំមានស្លឹកច្រេះហើយយើងមានលហុងមានអីអញ្ចឹងណាចាបន្ទាប់មកខ្ញុំធ្វើការដាក់ខ្លាញ់ចូលឲ្យក្តៅហើយដាក់ខ្ទឹមចូលឆាវាចូលឡើងវាងឈ្ងុយបន្តិចគឺខ្ញុំចាក់សាច់ជ្រូកយើងចូលចាសាច់ជ្រូកនេះខ្ញុំប្រើប្រហែលជាចូល73ខាំនេះច្រើនគួរសមដែររួចហើយខ្ញុំថែមជាមួយនឹងអំបិលបសប៊ីចេងអញ្ចឹងណាចាឆាវាឲ្យមកសកូមទៅបើយើងធ្វើការដាក់បន្លែចូលបន្ថែមចាប្រែយើងដាក់ដំបូងគឺខ្ញុំដាក់ជាមួយនឹងកាពីងដូងហើយនឹងជាមួយនឹងលហុងចង់ច្រឡំចាឆាពីនឹងរៀងសកូមបន្តិចហើយគឺខ្ញុំចាក់អង្ករលីងយើងចូលពងច្រឡំដែកដីចាហើយឆាវាចុះឡើងទៅមើលតែវាចូលល្អហើយគឺខ្ញុំធ្វើការចាក់ទឹកចូលតែម្ដងហើយខ្ញុំអត់ដឹងសោះអ្នកគ្នាថាស្លស្លឹកឆេះហ្នឹងគេអត់ដាក់ស្លឹកគ្រៃឲ្យខ្ញុំច្រឡំបោះសក្តិចូលទេទោះតែអ្នកផ្ទះប្រាប់ឲ្យខ្ញុំដឹងថាស្លឹកជ្រេងគេដាក់បង់លក្រីទេអញ្ចឹងខាងស្រុកពុកម៉ែបងប្អូនវិញគេដាក់លក្រីអត់ចាឥឡូវក៏លេខមកស្លរបស់យើងពេលដែលពុះហើយចាប់ផ្ដើមធ្វើការបង់បន្លែចូលចាខ្ញុំដាក់បង់ជាមួយនឹងចេកយើងរំងាស់ពីមុខនឹងរៀងឆ្អិនសិនមុននឹងយើងដាក់ពេងដូងហើយជាមួយនឹងល្ហុងចាឥឡូវដល់វគ្គដូរឆ្នាំងហើយដោយសារអីស្លវារៀងច្រើនឆ្នាំងតូចស្លអត់គ្រាន់ទេមើលតែចេកយើងចិត្តឆ្អិនហ្នឹងគឺខ្ញុំដាក់បង់ជាមួយស្លឹកច្រេះយើងចូលដោយសារស្លឹកច្រេះហ្នឹងវាបន្លែទន់យើងកូរវាតែមួយត្រឡប់ពីរត្រឡប់ទៅគឺវាឆ្អិនហើយចាផាណូលីរបស់យើងចាឆ្អិនហើយប៉ុន្តែដាក់បង់ស្លឹកច្រេះចា